ចាបងប្អូនថ្ងៃនេះមានកដោមក unboxing ទៀតហើយប៉ុន្តែមិនមែនកដោសម្រាប់ខ្លួនឯងរបស់ខ្ញុំទេគឺកដោសម្រាប់សត្វចិញ្ចឹមរបស់ខ្ញុំហើយទិញកដោសម្រាប់សត្វចិញ្ចឹមរបស់ខ្ញុំក៏មានហេតុផលដែរបងប្អូនអត់មានថាអត់មានហេតុផលទេដោយសារតែខ្លួនតូចទេតែហក់ដាក់គេធំអញ្ចឹងឆ្កែខ្ញុំ3ហ្នឹងខ្ញុំទិញឲ្យទៅ2ទេអញ្ចឹងអាញិញហ្នឹងវាធំអីអញ្ចឹងអត់អីទេប៉ុន្តែ2នាក់នេះវាពិបាកខ្លាំងបងប្អូនហើយកដោលើកនេះពិសេសបន្តិចបងប្អូនដោយសារតែខ្ញុំយកលុយផ្ទាល់ខ្លួនរបស់ខ្ញុំដើម្បីទិញឲ្យមីមីលីបងប្អូននិយាយទៅអារម្មណ៍ប៉ិតគឺសប្បាយចិត្តខ្លាំងហើយណាមួយចេះបងប្អូនដោយសារតែខ្ញុំរៀងតនេពីការតបភ្ញៀវអញ្ចឹងក៏នាំដើរលេងហ្មងទៅនិយាយទៅតែប៉ិតកដោហ្នឹងខ្ញុំទិញពីថ្ងៃហើយប៉ុន្តែមេឃភ្លៀងហ៎ហើយសប្បាយចិត្តមែនមិនអត់ទៅភ្លៀងទេឃើញទេអូសប្បាយចិត្តគេអេចដើរតាមភូមិឲ្យអាចចូលទៅកន្លែងគេលក់អីនៅវត្តតិចអញដើរលេងបែរថាដើរចង់បដាវិញអញ្ចឹងណាខ្ញុំខ្លាចតែក្អាត់ធំខ្លាចខាំមកតាមពិតបងប្អូនមីមីលីនឹងជាសត្វចិញ្ចឹមផបងស្រីខ្ញុំនៅស្វីសទេបោះចៃគីណាប៉ុន្តែដោយសារតែគាត់រវល់អញ្ចឹងគាត់មានពេលណាថែទាំពួកវាអញ្ចឹងណាហើយក៏យកឲ្យម៉ាក់ប៉ាខ្ញុំអ្នកផ្ទះខ្ញុំមើលថែពួកវាម្ដងប៉ុន្តែបងប្អូនស្រឡាញ់ខ្លាំងណាស់និយាយទៅឲ្យសត្វចិញ្ចឹមបងស្រីខ្ញុំយកមកឲ្យមើលថែឬក៏សត្វដែលម៉ាក់ប៉ាខ្ញុំគាត់ចិញ្ចឹមពីយូរហើយគឺស្រឡាញ់ទាំងអស់បងប្អូនឲ្យគិតថាសត្វចិញ្ចឹមហ្នឹងផងបារាំងឬក៏ខ្មែរទេនិយាយទៅឲ្យទៅសត្វគឺស្រឡាញ់ទាំងអស់បងប្អូនខ្ញុំចង់សួរបងប្អូនអរគ្នាមួយអារម្មណ៍ពេលដែលឃើញសត្វចិញ្ចឹមរបស់យើងមានអ្នកដតីមកវាយឬក៏មកធ្វើបាបបងប្អូនអរគ្នាមានអារម្មណ៍មិនដែរក្នុងឥឡូវអាហ្នឹងជាខ្ញុំណាខ្ញុំមានអារម្មណ៍ថាខឹងគាត់ហេតុផលអីបានគាត់ធ្វើមកវាយនិយាយទៅមិនមែនសត្វចិញ្ចឹមរបស់ខ្ញុំទេទៅសត្វផ្សេងទៀតដែលគាត់វាយឲ្យគាត់ធ្វើបាបនិយាយទៅខ្ញុំជាមនុស្សម្នាក់ដែលស្រឡាញ់សត្វប៉ុន្តែពេលយើងឃើញអញ្ចឹងវាខឹងគាត់ប៉ុន្តែហើយរឿងមួយទៀតបងប្អូនគាត់ហូបសត្វចិញ្ចឹមរបស់គាត់ដែលគាត់ចិញ្ចឹមផ្ទាល់ដៃគាត់យកទៅហូបអូនិយាយទៅខ្ញុំពិបាកទទួលយកអារម្មណ៍នឹងខ្លាំងមែនតែនសត្វដែលយើងធ្លាប់ចិញ្ចឹមធ្លាប់ថែរក្សាហើយយើងយកមកហូបអញ្ចឹងណាបងប្អូនអរគ្នាមានអារម្មណ៍មិនដែរថាអត់មានអារម្មណ៍ថាអាណិតឬក៏មិនមួយសត្វចិញ្ចឹមរបស់យើងដែលយើងចំណាយពេលចិញ្ចឹមហើយយើងយកមកធ្វើអញ្ចឹងណាតាមពិតបងប្អូនរឿងបែបហ្នឹងគួរតែទលំទលាយើងត្រូវតែដឹងគ្រប់គ្នាថាយើងអត់ត្រូវហូបទេបើអាចកាត់បន្ថយក៏កាត់ទៅបើអាចឈប់ក៏ឈប់ទៅខ្ញុំសូមហ្មងអូខេឥឡូវយើងស្លេះរឿងចាស់ម្ដងរឿងថ្មីម្ដងខ្ញុំសូមនិយាយបន្តិចបងប្អូនសត្វចិញ្ចឹមរបស់ខ្ញុំទាំងអស់ទាំងឆ្កែទាំងឆ្មាហ្នឹងនិយាយទៅបងខ្ញុំគាត់ទេមកអ្នកផ្ទះហ្នឹងគាត់សូវចង់ជួបខ្ញុំអីប្រហែលទេគាត់ចង់ជួបតែមីមីលីលីអញញហើយនឹងឆ្មារបស់ខ្ញុំមានអាថែនអូនិយាយទៅឆ្មាខ្ញុំច្រើនណាស់បងប្អូនឲ្យបរាប់ឈ្មោះមិនអស់ទេហើយបងមួយចំនួនដែលគាត់ចិញ្ចឹមសត្វគាត់ច្បាស់ជាយកអារម្មណ៍មួយហ្នឹងហើយថានៅពេលដែលយើងជួបប្រទេសអារម្មណ៍បែបហ្នឹងយើងមិនហើយមួយទៀតនៅសម្រាប់សត្វអញ្ចឹងគឺស្រឡាញ់យើងខ្លាំងណាស់បងប្អូននៅពេលដែលយើងពិបាកចិត្តឬក៏គិតអីអត់ចេញតែនៅក្បែរខ្ញុំជាពិសេសគឺសត្វចិញ្ចឹមរបស់ខ្ញុំហ្មងឃើញបងប្អូនឲ្យតែយើងស្រឡាញ់សត្វចិញ្ចឹមរបស់យើងចិញ្ចឹមផ្ទាល់ដៃពួកវាតែងតែស្រឡាញ់យើងដូចតែយើងស្រឡាញ់ពួកវាវិញទេនិយាយទៅខ្ញុំក៏សូមឲ្យបងប្អូនអរគ្នាស្រឡាញ់សត្វឲ្យច្រើនហើយព្យាយាមថែរក្សាសត្វដែលនៅជុំវិញខ្លួនយើងទាំងអស់បងប្អូនហើយមួយទៀតបងប្អូនខ្ញុំសូមឲ្យបងប្អូនអរគ្នាស្រឡាញ់សត្វចិញ្ចឹមរបស់យើងឲ្យបានច្រើនហើយនឹងសត្វនៅជុំវិញខ្លួនយើងណាបងប្អូនអរគុណច្រើនបាយបាយ